និទានគំនិតមានសុភាសិតបុរាណខ្មែរយើងបានលើកឡើងថាសរសើរឲ្យស្លាប់បងអាប់ឲ្យរស់ឃ្លោងឃ្លាននេះមិនពិបាកឆ្វេងយល់នោះទេតែពិបាកយកទៅប្រើឲ្យត្រូវដំណើររឿងចំណុចនេះបើយកទៅប្រើខុសអាចនឹងសម្លាប់ទឹកចិត្តមនុស្សបានវិញជាមិនខានឃ្លាដែលលើកឡើងថាសរសើរឲ្យស្លាប់តាមពិតការសរសើរប្រៀបបីដូចជាឱសថដ៏ល្អមួយដែលអាចញ៉ាំងឲ្យមនុស្សមានកម្លាំងចិត្តតែត្រូវប្រាកដថាការសរសើរនោះគឺសរសើរចំដំណើររឿងរបស់វាដែរចុះប្រសិនបើអ្វីដែលអ្នកធ្វើទៅនោះវាខុសវាឆ្គំឆ្គងផ្ទុយទៅវិញបែរជាអ្នកទទួលបានការសរសើរដោយមានគេសរសើរថាអ្នកធ្វើត្រូវហើយគេសរសើរថាអ្នកពូកែណាស់អ្នកធ្វើបានយ៉ាងល្អនោះហើយគឺជាការសម្លាប់នៅពេលអ្នកត្រេកអរនឹងការសរសើរនោះអ្នកនឹងកើតមានទំនោរផ្លូវចិត្តមួយគឺពុះកញ្ជ្រោលរំភើបមោទនភាពច្រឡំថាខ្លួនធ្វើបានយ៉ាងល្អដោយការសរសើរហើយចង់បន្តការធ្វើខុសនោះរហូតទៅនោះហើយហៅថាសរសើរឲ្យស្លាប់ចុងក្រោយអ្នកនឹងត្រូវវិនិច្ឆ័យខ្លួនឯងព្រោះលងនឹងការសរសើរតែត្រូវចាំចំពោះអ្នកណាដែលបានធ្វើត្រឹមត្រូវចំពោះអ្នកណាដែលបានធ្វើល្អប្រសើរពួកគេទាំងនោះនឹងសមទទួលបានការសរសើរយ៉ាងប្រាកដព្រោះការសរសើរដែលចំដំណើររឿងរបស់វាស្មើនឹងជំរុញឲ្យមនុស្សនោះឯងមានទឹកចិត្តបន្តធ្វើល្អរហូតទៅឃ្លាថាបង្អាប់ឲ្យរស់ត្រូវចាំថាការបង្អាប់នេះវាសមនឹងប្រើចំពោះមនុស្សណាដែលបានធ្វើខុសឬធ្វើឆ្គំឆ្គងប៉ុណ្ណោះកុំប្រើចំពោះមនុស្សណាដែលបានធ្វើត្រឹមត្រូវមនុស្សឆ្លាតរមែងសរសើរមនុស្សដែលគួរសរសើរនិងរមែងបង្អាប់មនុស្សដែលគួរបង្អាប់តែត្រូវប្រកាសថាមានលាយឡំដោយពាក្យសម្ដីដាស់តឿនដោយក្រើនរំលឹកដោយចេតនាស្រឡាញ់ចង់ឲ្យល្អប្រសើរពុំនោះទេការបង្អាប់នោះវាស្មើនឹងការជន់ពន្លិចថែមវាស្មើនឹងការខឹងស្អប់ហើយបើបែបនេះមិនមែនហៅថាបង្អាប់ឲ្យរស់នោះទេគឺបង្អាប់ឲ្យស្លាប់ហើយមនុស្សកើតមានកំហុសនៅពេលទទួលបានការបង្អាប់ឬស្ដីបន្ទោសដោយលាយឡំនឹងការដាស់តឿនល្អអារម្មណ៍ភ្ញាក់រលឹកស្មារតីរបស់ពួកគេវានឹងមានភាគរយច្រើនជាងអារម្មណ៍ខឹងស្អប់របស់ពួកគេបែបនេះពួកគេនឹងលុតដំខ្លួនឯងឲ្យប្រសើរជាងមុននោះហើយហៅថាបង្អាប់ឲ្យរស់នេះជាមូលហេតុដែលខ្ញុំសរសេរខាងលើនោះថាពាក្យស្លោកនេះមិនពិបាកឆ្វេងយល់នោះទេតែពិបាកយកទៅប្រើឲ្យត្រូវដំណើររឿងចំណុចនេះបើយកទៅប្រើខុសអាចនឹងសម្លាប់ទឹកចិត្តមនុស្សបានវិញជាមិនខានឡើយ